កុំព្យាយាមផ្ដល់ឱកាសនឹងចង់កែប្រែចំពោះមនុស្សដែលគេអត់ចង់កែប្រែខ្លួនឯងព្រោះវាពិតជាខាត់ពេលវេលាខ្លាំងមែនតើហ្មងនេះគឺជាសាច់រឿងរបស់បងស្រីម្នាក់ដែលគាត់រៀបការមួយប្តីគាត់នឹងនៅមួយគ្នា10ឆ្នាំជាងណាអស់គ្នាប្តីរបស់គាត់នឹងគឺជាប្រភេទមនុស្សគេហៅថាចោលអំសៀតហ្មងមេហាជក់ថ្នាំផឹកស្រាហើយវាយគាត់រហូតប្រើហិង្សាចំពោះគាត់រហូតហ្មងសូម្បីតែពេលខ្លះគាត់យកកូនទៅពេទ្យក៏ប្តីនឹងបែរថាចាំយូរចឹងស្ដីឲ្យហៅថ្ងៃពេញមាត់ហ្មងគួតមែនហើយវាយគាត់នឹងមុខឯងហ្មងទៅដល់សាធារណៈគឺវាយហ្មងនៅផ្ទះក៏វាយទទួលបានតែការគំរាមកំហែងហើយដែលសំខាន់នៅពេលដែលទៅណាទៅណីគាត់ថាឲ្យតែទៅរកស៊ីលក់ដូរមួយគ្នាក៏វាយដែរវាយរហូតហ្មងគាត់រកស៊ីគាត់តែពីវាយនឹងទៅដល់ពេលហើយគាត់ថាចេះដោយសារតែក្តីស្រឡាញ់គាត់ផ្ដល់ឱកាសគាត់សុខចិត្តនៅជាមួយទាំងគាត់ដឹងថាថ្ងៃណាមួយប្តីគាត់នឹងកែប្រែប៉ុន្តែអត់មានថ្ងៃមានតែថ្ងៃវាយគាត់ព្រឹកងាយហើយគំរាមនេះគាត់អញ្ចឹងគាត់អាចទ្រាំបានគាត់ខ្លាចមានអារម្មណ៍ថាគាត់ថាចាអូនបងដេកភ័យរយប់ហ្មងបងខ្លាចតែគេធ្វើបាបបងទេគាត់មានកូនមួយអញ្ចឹងគាត់រហូតដល់គាត់ខ្លាចខ្លាំងពេកណាអស់គ្នាគាត់ចេញហ្មងគាត់រត់ចោលប្តីគាត់ហ្នឹងណាគាត់អត់មានលុយមកកាក់ម៉ាស៊ីនជាប់ខ្លួនទេហើយគាត់សួរខ្ញុំថាតើគាត់ត្រូវធ្វើបែបណាហើយខ្ញុំប្រាប់គាត់វិញថាចានិយាយឲ្យចាំទៅគឺខ្ញុំអត់ចូលចិត្តផ្ដល់យោបល់ឲ្យជីវិតអ្នកមានគ្រួសារទេព្រោះវីដេអូពួកខ្ញុំគឺជាទូទៅគឺបែបហ្នឹងហ្មងប៉ុន្តែគាត់តល់ពេលណាគ្នាគាត់ថាចាបងសុំវល់អណៃទៅជួយធ្វើសាច់រឿងហ្នឹងឲ្យបងហើយអណៃអាចផ្ដល់យោបល់ឲ្យបងមិនក៏បានដែរពាក្យសម្ដីអណៃពេលហ្នឹងគឺមានតម្លៃណាស់សម្រាប់បងឲ្យបងធូរចិត្តថាតើការដែលបងចោះចោលប្តីបងហ្នឹងអត់ទាន់បានផលិតមេដាយលេងលះហ្នឹងតើបងខុសអត់គាត់សួរតែប៉ុណ្្នឹងឯណាអស់គ្នាហើយខ្ញុំថាចាបងខ្ញុំទៅសារបងឯងដែលប្តីវាយបងឯងព្រឹកងាយហើយគាត់អាចរស់នៅមួយគ្នាបានរហូតទៅដល់10ឆ្នាំជាងអ្នកអស់គ្នាជីវិតពុកពេញទៅដោយភាពភ័យខ្លាចពីមួយយប់ទៅមួយយប់ងាប់ហើយវាមិនដែរអាណាប្តីប្រពន្ធវាយព្រឹកវាយល្ងាចសូម្បីតែរស់ស៊ីក៏នៅតែវាយគ្នាហើយដេកភ័យអត់ទេអ្នកខ្លះចឹងមែនណាអ្នកខ្លះញៀនបដ ாய் ញៀនក្នុងការដែលធ្វើបាបបដ ாய் ចឹងហ្មងអត់បានធ្វើបាបនៅអត់សុខហើយខ្ញុំចង់និយាយថាអ្នកអស់គ្នាកូនអត់អាចរើសឪពុកបានទេតែយើងមនុស្សស្រីយើងអាចមានសិទ្ធិរើសប្តីចឹងខ្ញុំប្រាប់គាត់ថាចេះបងឯងអាចរស់នៅអត់ប្តីបានប៉ុន្តែកូនមិនអាចអត់បងឯងបានទេបើប្តីបងឯងចាប់អំសៀនម្លឹងនេះខ្ញុំតែសើរឿងដែរបងឯងអាចនៅមួយនឹងគ្នា10 20ឆ្នាំបាននេះគាត់ថាអត់ទេដោយសារគាត់ស្រឡាញ់ហើយប្តីរបស់គាត់នឹងគឺតាំងពីដើមមកគឺលេងថ្នាំអញ្ចឹងរហូតប៉ុន្តែគាត់ចង់កែប្រែអញ្ចឹងទៅប៉ុន្តែដោយសារគាត់ទ្រាំអត់បានហ្នឹងមកវឹកក្រោយហ្នឹងគំរាមកំហែងគាត់ពេកហើយក៏សួរថាការចោះចោលរបស់ជួបគាត់ហ្នឹងខុសអត់តាមពិតមនុស្សហ្នឹងត្រូវមកចោះចោលយូរហើយតាំងយូរអត់ត្រូវទ្រាំដល់10ឆ្នាំអញ្ចឹងឯងអត់ត្រូវផ្ដល់ឱកាសឲ្យតាំងពីតាក់តងគ្នាដំបូងព្រោះអីតាំងពីដំបូងមកឯងដឹងថាគាត់បែបហ្នឹងហើយមកឯងនៅតែទទួលយកទៀតឥឡូវសួរគាត់វិញចំណុចដែលគាត់ស្រឡាញ់ជាងគេហ្នឹងទៅលើអីវិញមានលុយមានអីអត់បើអត់ផងគ្មានសមត្ថភាពពេលខ្លះមនុស្សចឹងអត់ដឹងថាពេលដែលគាត់តាក់តងគ្នាគាត់មានអនុស្សាវរីយ៍អីខ្លះមួយគ្នាប៉ុន្តែគាត់សួរថាគាត់ខុសអត់គាត់អត់ខុសហេតុមកឯងតាំងពីបងឯងត្រូវចាក់ចេញចោលយូរហេតុប៉ុន្តែឥឡូវថ្មីនេះម្នាក់ប្រុសហ្នឹងព្យាយាមតាមគាត់ឲ្យសុំវល់គាត់ឲ្យត្រូវគ្នាវិញខ្ញុំគ្រាន់តែប្រាប់ឯណាបើសិនជាបងឯងត្រូវគ្នាវិញអានឹងជាការសម្រេចចិត្តបងឯងប៉ុន្តែបងឯងត្រូវទទួលយកនៅការសម្រេចចិត្តបងឯងដែលគេនឹងវាយព្រឹកវាយល្ងាចនឹងឯងគុំសង្ឃឹមថាមនុស្សម្នាក់ហ្នឹងនឹងអាចកែប្រែបងអាចបានស៊ីសាច់ហើយបងគុំយកឆ្អឹងព្យួរកបងអាចបានក្តីសុខហើយបងយកជីវិតទៅលះបងពេលខ្លះគាត់គិតថាដល់ឱកាសទៅដោយសារក្តីស្រឡាញ់បើសិនជាគេមិនស្រឡាញ់យើងគេមិនមកវល់គ្មានពេលបានយើងទៅវិញនៅយកយើងធ្វើបាបដូចដើមចឹងមនុស្សមិនងាយនឹងកែច្រកមនុស្សបើគេអត់ចង់កែប្រែបងឯងកុំចង់ច្នៃពេលកែប្រែជីវិតរបស់គេបងឯងមិនណាព្យាបាលគេបងឯងគឺជាមនុស្សស្រីខ្ញុំដឹងថាមនុស្សស្រីអ្វីដែលគាត់ចង់បានបំផុតគឺការថ្នាក់ថ្នមពីប្តីខ្លួនឯងការមើលថែពីមនុស្សប្រុសដែលខ្លួនឯងស្រឡាញ់ប៉ុន្តែអានេះនៅមួយគ្នាមិនមែនគ្មានសមត្ថភាពមើលថែបងឯងហើយមានតែការគំរាមកំហែងធ្វើបាបផ្លូវកាយផ្លូវចិត្តបងឯងទៀតចុះមកដល់អត់មានលុយមកកាក់ម៉ាស៊ីនមករៀលហ្មងអញ្ចឹងអីដែលខ្ញុំអាចប្រាប់បានគឺបើសិនជាបងឯងជ្រុលតែចោះចេញហើយបើសិនជាឲ្យគាត់ប្រាប់បងដែរថាគាត់នឹងអត់ត្រឡប់ទៅរកវិញទេព្រោះគាត់ឆ្អែតគាត់ឈឺចាប់ជាមួយនឹងការគំរាមកំហែងអញ្ចឹងបើសិនជាយោបល់របស់ខ្ញុំមានតែបងឯងខំប្រឹងធ្វើការរលុយគត់គង់កូនព្រោះអីបងឯងអាចអត់ប្តីបានតែបងឯងអត់អាចអត់កូនបានទេព្រោះអីបើសិនជាគាត់នៅតែបែរថាបើសិនជាគាត់នៅមួយហើយគាត់មានសម្ពាធផ្លូវចិត្តកូនបងឯងបានតែគេមើលថែបើប្តីបងឯងទៅជាបែបហ្នឹងហើយហ្នឹងអញ្ចឹងកូនបងឯងអាណិតគាត់បងអាណិតគាត់អញ្ចឹងមានតែបងឯងខំប្រឹងប្តីគាត់មានអារម្មណ៍ថាដល់ពេលលេងឆ្នាំពេកទៅបែកហ្នឹងហើយអាចថាអញ្ចឹងប៉ុន្តែចង់និយាយថានេះគឺជារឿងដែលយើងអាចផ្ដល់យោបល់ឲ្យបានហើយគាត់អរគុណខ្ញុំខ្លាំងមែនតើដែលខ្ញុំចែកម្លែកក៏ដូចជាលើកទឹកចិត្តគាត់អីចឹងអ្នកនរគ្នានិយាយទៅខ្ញុំអត់មានអីដែរក្រៅពីពាក្យថាមានតែបាញ់ស៊ូដើម្បីកូនព្រោះអីកូននឹង
ទុកថាជាកាដូសម្រាប់ឯងទៅព្យាយាមមើលថែគាត់ឲ្យបានល្អតាមដែលធ្វើទៅបានអញ្ចឹងណាបងចឹងចាប់ផ្ដើមជីវិតថ្មីជាមួយនឹងកូនណាយើងមិនបាច់ខ្វល់ទេមើលថែខ្លួនឯងទៅចានៅពេលដែលបងឯងនៅម្នាក់ឯងនៅពេលដែលបងឯងនៅជាមួយនឹងកូនបងឯងនឹងដឹងថាតាអាផ្លូវចិត្តបងឯងនៅមួយនឹងកូននឹងនៅមួយប្តីមួយណាសុវត្ថិភាពជាងនៅជាមួយនឹងកូនបើមានសុវត្ថិភាពមានអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាពផ្លូវចិត្តហើយបងឯងអាចជ្រើសរើសយកផ្លូវនេះដែលបងឯងកំពុងនៅរហងៃនេះវាល្អបំផុតសម្រាប់ខ្លួនឯងហ្មងយើងអាចនៅជាមួយនឹងមនុស្សដែលធ្វើឲ្យយើងក្រំគ្រីចិត្តទេយ៉ាត់យើងស្លាប់ទាំងរស់ស្លាប់ទាំងរស់គឺស្លាប់ផ្លូវចិត្តរបស់យើងហ្មងតែបងឯងចំណាយពេល10ឆ្នាំក្នុងការកែប្រែគេបងឯងមើលថាចុងក្រោយបងឯងបានអីគេចុងក្រោយបងឯងសល់អីគេអត់មានសល់អីផងហ្នឹងហើយគាត់នៅតែធ្វើទង្វើអញ្ចឹងហើយសម្រាប់ខ្ញុំគឺខ្ញុំនៅតែចង់បានមតិយោបល់ពីបងប្អូនអរគ្នាជួយ comment នៅខាងក្រោមដើម្បីឲ្យគាត់បានឃើញវីដេអូហ្នឹងហើយគាត់យកគំនិតហ្នឹងដើម្បីពិចារណាអញ្ចឹងណាហើយសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបាយបាយ